សូមជម្រាបសួរពុកម៉ែបងប្អូនហើយជម្រាបសួរដល់បងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំនួន10ពាក្យសម្រាប់ជជូនដល់បងប្អូនយើងគ្រាន់បានសិក្សាពាក្យប្រើប្រចាំថ្ងៃទេបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលសិក្សាដូចតទៅណាពាក្យទី1ពាក្យ listen ថ្នាក់ពាក្យជា verb ប្រែថាឬក៏កិរិយាណាបងប្អូនបាទប្រែថាស្ដាប់ស្ដាប់ I listen to music every day I listen to music every day ខ្ញុំស្ដាប់តន្ត្រីរៀងរាល់ថ្ងៃ Please listen carefully Please listen carefully Please listen carefully សូមស្ដាប់ឲ្យល្អឬក៏សូមស្ដាប់ដោយយកចិត្តទុកដាក់ She doesn't listen to her teacher She doesn't listen to her teacher នាងមិនស្ដាប់គ្រូទេអូខេ Again នាង She doesn't listen to her teacher នាងមិនស្ដាប់គ្រូទេណាឬក៏នាងមិនស្ដាប់គ្រូរបស់នាងទេអូខេបន្តនេះយើងពាក្យ sleep ស្លឹក e ផឹក sleep ថ្នាក់ពាក្យជា verb ឬក៏កិរិយាសព្ទបែបដេកណាបងប្អូនបាទដេក I sleep at 10 p.m. Again I sleep at 10 p.m. ខ្ញុំគេងម៉ោង10យប់អូខេខ្ញុំគេងម៉ោង10យប់The baby is sleeping now. The baby is sleeping now. Again, the baby is sleeping now. ទារកកំពុងគេងឥឡូវនេះ I sleep for 8 hours every night. I sleep for 8 hours every night. Okay, again បងប្អូន I sleep for 8 hours every night. ខ្ញុំគេងរយៈពេល8ម៉ោងរៀងរាល់យប់អូខេខ្ញុំគេងរយៈពេល8ម៉ោងរៀងរាល់យប់អានេះថាជាទូទៅគាត់គេង8ម៉ោងក្នុងយប់ជាដើមណាតោះពាក្យបន្តពាក្យ clean បាទពាក្យ clean ប្រែថាសម្អាតណាបងប្អូនបាទថ្នាក់ពាក្យជា verb ឬក៏កិរិយា I clean my room every Sunday I clean my room every Sunday ខ្ញុំសម្អាតបន្ទប់របស់ខ្ញុំរៀងរាល់ថ្ងៃសៅរ៍I clean my room my នេះរបស់ខ្ញុំបន្ទប់របស់ខ្ញុំទេបងប្អូន room បន្ទប់ every Saturday នេះថ្ងៃសៅរ៍ every នេះបានន័យថារាល់បងប្អូនរាល់ថ្ងៃសៅរ៍ណាបាទខ្ញុំសម្អាតបន្ទប់របស់ខ្ញុំរៀងរាល់ថ្ងៃសៅរ៍ She cleans the kitchen after dinner She clean the kitchen after dinner នាងសម្អាតផ្ទះបាយបន្ទាប់ពីញ៉ាំអាហារពេលល្ងាចនាងសម្អាតផ្ទះបាយបន្ទាប់ពីញ៉ាំអាហារពេលល្ងាច Please clean your hands before eating Please clean your hand before eating សូមសម្អាតឬក៏លាងដៃរបស់អ្នកមុនពេលញ៉ាំអាហារអូខេនេះយើង continue ពាក្យបន្តទៀតណាពាក្យ run ថ្នាក់ពាក្យជា verb ឬក៏កិរិយាហ្នឹងឯងណាប្រែថារត់អូខេ example I run every morning ខ្ញុំរត់រៀងរាល់ព្រឹក The children run in the park after school The children run in the park after school Again the children run in the park after school ក្មេងៗរត់នៅក្នុងសួនបន្ទាប់ពីចេញពីសាលាអូខេ She runs every fastអូខេនាងរត់លឿនណាស់បាទនាងរត់លឿនណាស់ C ហ្នឹងនាងណាបាទ run យើងថែម s ដោយសារអី subject C ណាបាទ every fast លឿនណាស់លឿនបំផុតអីចឹងទៅណាបាទអូខេពាក្យបន្តទៀត continue នេះយើងប្រើ continue ពាក្យ open អូខេថ្នាក់ពាក្យជា verb ប្រែថាបើកណា Please open the door Please open the door សូមបើកទ្វារតើនេះយើងអូខេ She opens the window every morningនាងបើកបង្អួចរាល់ព្រឹក I open my book and start reading នាងបើកសៀវភៅរបស់ខ្ញុំបើកសៀវភៅរបស់ខ្ញុំហើយចាប់ផ្ដើមអានអូខេពាក្យបន្តទៀតនាងបាទពាក្យបន្តទៀតពាក្យ cook អូខេថ្នាក់ពាក្យជាកិរិយាប្រែថាចម្អិនអាហារឬក៏ចម្អិនណា My mother cooks dinner every evening
My mother cook dinner every evening ម្ដាយរបស់ខ្ញុំចម្អិនអាហារពេលល្ងាចរាល់ល្ងាចបាទចម្អិនអាហារពេលល្ងាចជារៀងរាល់ល្ងាច I like to cook with my family I like to cook ខ្ញុំចូលចិត្តឬក៏ខ្ញុំចូលចិត្តចម្អិនណាចម្អិនអាហារ with my family ជាមួយនឹងគ្រួសាររបស់ខ្ញុំបាទខ្ញុំចូលចិត្តធ្វើម្ហូបជាមួយគ្រួសាររបស់ខ្ញុំ She is cooking breakfast now he is cooking breakfast now he is cooking breakfast now នាងកំពុងចម្អិនអាហារពេលព្រឹកឥឡូវនេះបាទបន្តទៀតពាក្យ buy ថាពាក្យជា verb ឬក៏កិរិយាបេក្ខតិញណា I buy fresh vegetable at the market every Sunday I buy fresh vegetable at the marketing every Sunday again I buy fresh vegetable at the market every Sunday ខ្ញុំទិញបន្លែស្រស់នៅផ្សាររៀងរាល់ថ្ងៃអាទិត្យ example it she want to buy a new dress she wants to buy a new dress she want to buy a new dress នាងចង់ទិញរ៉ូបថ្មីមួយ okay they bought a new car last year they bought a new car last year they bought a new car last year bought នេះបងប្អូនមកពីកិច្ចសព្ទ buy ណា buy bought បាទ they bought a new car last year អូខេពួកគេបានទិញរថយន្តថ្មីមួយកាលពីប្រហែលឆ្នាំមុនឬក៏កាលពីប្រហែលនេះចឹងទៅបាទពាក្យបន្តទៀតពាក្យ was was បាទលៀងឬក៏បោកណាបងប្អូនខណៈពាក្យជា verb ឬក៏កិរិយាបាទតែមួយទៅណា verb ឬកិរិយាហ្នឹងខ្ញុំប្រែមួយហើយនឹងមួយទៀតបើយើងហៅជាអង់គ្លេស verb ណា I wash my hand before eating I wash my hand before eating again I wash my hand before eating ខ្ញុំលាងដៃមុនពេលញ៉ាំអាហារ She washes the dishes after dinner She washes the dishes after dinner again she washes the dishes after dinner នាងលាងចានបន្ទាប់ពីញ៉ាំអាហារពេលល្ងាច wash បងប្អូនណាលាងណា the dishes បាទ the dishes ចានណាបាទ after បន្ទាប់ពីញ៉ាំអាហារពេលល្ងាច they wash their clothes every weekend they wash their clothes every weekend ពួកគេបោកខោអាវរៀងរាល់ចុងសប្តាហ៍ they wash their clothes every weekend ពួកគេបោកខោអាវរៀងរាល់សប្តាហ៍បាទរៀងរាល់ចុងសប្តាហ៍ហ្នឹង weekend ចុងសប្តាហ៍អូខេអញ្ចឹងពាក្យរបស់យើងគឺនៅសល់មួយទៀតពាក្យ close បងណាបាទពាក្យ close ខណៈពាក្យជា verb ហើយប្រែថាបិទណា example please close the door please close the door again please close the door សូមបិទទ្វារតទៀត she closes the window before going to bed she closes the window before going to bed នាងបិទបង្អួចមុនពេលចូលគេង The store closes at 9:00 p.m. The store closes at 9:00 p.m. នាងបិទហាងណាឬក៏ហាងបិទនៅម៉ោង 9:00 នាទីយប់